សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង Naruto ជាមួយខ្ញុំបន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹង Jiraiya ហើយនិង Naruto មូលហេតុដែល Jiraiya នាំ Naruto ទៅវឹកហាត់ក្បែរទឹកជ្រោះនោះមិនមែនអត់ប្រយោជន៍សម្រាប់គាត់ទេតាមពិតទៅនៅទីនោះគាត់អាចលួចមើលស្រីៗលេងទឹកជ្រោះបានគិតមកទល់ពេលនេះរយៈពេល3អាទិត្យហើយ Naruto មិនទាន់អាចជប់កង្កែបធំចេញមកប្រើបានឡើយបានត្រឹមតែកូនកង្កែបដែលមិនទាន់ធំស្រួលបួលផងក្រោយពេលហាត់ម្ដង Naruto ពិតជាអស់កម្លាំងខ្លាំងណាស់តែទោះជាយ៉ាងណាក៏ Jiraiya រសារការតាំងចិត្តរបស់ Naruto ផងដែរបន្ទាប់ពីឲ្យ Naruto សម្រាប់បានមួយស្ទុះ Jiraiya ក៏យកទឹកទៅជះគាត់ឲ្យភ្ញាក់មកវិញ Jiraiya និយាយប្រាប់ Naruto តាមត្រង់ថាវិធីហាត់របស់ Naruto អត់ប្រយោជន៍នោះទេធ្វើឲ្យ Naruto អន់ចិត្តយ៉ាងខ្លាំងខំហាត់ចង់ងាប់ឲ្យទុំប្រាប់ចុះហាត់មិនវិញចុះ Jiraiya ក៏សួរ Naruto ថាចុះបើសិនជាវិធីនឹងមានគ្រោះថ្នាក់ដល់ជីវិតតើ Naruto នៅតែចង់ហាត់អត់ហើយ Naruto ក៏ឆ្លើយយ៉ាងក្លាហានថាគាត់អត់ខ្លាចទេដល់ពេលអញ្ចឹងទៅ Jiraiya ក៏ឲ្យ Naruto ដើរតាមគាត់ងាប់អញទៅណាអញ្ចេះបន្ទាប់មក Jiraiya បាននាំ Naruto ទៅត្រាំទឹកក្តៅក៏ប្រាប់ Naruto ថា Naruto ត្រូវការលាងជម្រះសម្អាតខ្លួនឲ្យបរិសុទ្ធសិននៅពេលត្រាំទឹកក្តៅ Naruto មានអារម្មណ៍ថា Jiraiya ថ្ងៃហ្នឹងដូចប្លែកៗមិនដឹងទេមិនក៏ចិត្តល្អម៉ែនាំគាត់មកត្រាំទឹកក្តៅលេងអញ្ចឹងក្រោយពេលត្រាំទឹកក្តៅហើយ Jiraiya បាននាំ Naruto ទៅកន្លែងមួយទៀតនៅតាមផ្លូវ Naruto បានសួរគាត់ថាការត្រាំទឹកក្តៅមានអីទាក់ទងជាមួយនឹងសាមញ្ញ Ninjutsu តែ Jiraiya អត់ឆ្លើយជាមួយ Naruto ទេបែរជាសួរគាត់វិញថាតើនៅក្នុងមួយជីវិតនេះ Naruto ចូលចិត្តញ៉ាំអីជាងគេហើយយើងក៏ប្រហែលជាដឹងដែរថា Naruto ចូលចិត្តញ៉ាំមីរ៉ាមិននៅហាង Ichiraku នៅពេលនោះ Jiraiya បានផ្លប់មកនិយាយថាញ៉ាំច្រើនៗទៅប្រហែលជាអាហារមួយពេលហ្នឹងគឺជាអាហារចុងក្រោយរបស់ Naruto ហើយតែសារតែស្ដាប់មិនសូវយល់ Naruto ក៏ចេះតែកំងមួយចានហើយថែមមួយចានទៀតព្រោះស្មានតែ Jiraiya ប៉ាគាត់ហ៎មានអីដល់ពេលគិតលុយ Jiraiya ដាក់មេប្រូចបាត់ Thank you នៅថ្ងៃនោះ Naruto បានចាយលុយដែលគាត់ខំសំជាងមួយខែឡើងអស់អាលីងដល់ពេលជួប Jiraiya គាត់ខឹងណាស់មនុស្សចាស់ត្រូវតែប៉ាកូនក្មេងណាបន្តមកទៀត Jiraiya បានសួរ Naruto ថាក្នុងជីវិតរបស់ Naruto នឹងមានស្រឡាញ់ស្រីណាអត់ហើយ Naruto បានឆ្លើយទាំងអ៊ឹមថាគាត់លួចស្រឡាញ់ Sakura ដល់ពេលអញ្ចឹងទៅ Jiraiya ក៏ប្រាប់ Naruto ថាដល់ពេលដែល Naruto ត្រូវទៅអោប Sakura ហើយដោយសារតែគិតថាអានឹងគឺជាផ្នែកមួយនៃការវឹកហាត់ Summoning Jutsu Naruto ក៏សុំណាត់ជួប Sakura ពិតមែនជាលទ្ធផល Naruto ត្រូវបាន Sakura វាយឡើងប៉ោងមុខចុងក្រោយ Jiraiya បាននាំ Naruto ទៅដល់កន្លែងមួយហើយនិយាយមុខឡើងមាំទូមាន Naruto ថានៅដំណាក់កាលស្លាប់រស់គាត់សង្ឃឹមថា Naruto អាចប្រើចក្រាពណ៌ក្រហមមកជួយសង្គ្រោះជីវិតខ្លួនឯងបានថាហើយ Jiraiya ក៏យកដៃទៅចង្អុលថ្ងាសរបស់ Naruto រួចរុញ Naruto ទម្លាក់ជ្រោះយ៉ាងជ្រៅនៅពេលនោះ Naruto ដឹងខ្លួនថាបើសិនជាគាត់មិនប្រញាប់ធ្វើអីម្យ៉ាងទេលើកនេះគាត់ច្បាស់ជាស្លាប់មែនទែនហើយខណៈពេលជាមួយគ្នាពេលវេលាហាក់បីដូចជាស្កប់ចំណែកព្រលឹងរបស់ Naruto បានទៅដល់ពិភពមួយដែលគាត់មិនដែលស្គាល់ទេមើលទៅហាក់បីដូចជាមន្ទីរឃុំឃាំងហើយនៅពេលដែល Naruto ជិតដើរទៅមកស្ទុះក្រោយមកគាត់បានទៅដល់ទ្រុងមួយយ៉ាងធំនៅមាត់ទ្វារទ្រុងមានអក្សរមួយដែលប្រែថា Seal ហើយនៅក្នុងទ្រុងហ្នឹងមានបិសាចមួយយ៉ាងធំដែលខ្ញុំសូមប្រាប់តែម្ដងទៅនឹងគឺជាបិសាចកញ្ជ្រោងកតុយ9ដែលនៅក្នុងខ្លួនរបស់ Naruto ឈ្មោះ Kuramaពេលឃើញ Naruto Kurama មិនសូវជាស្វាគមន៍ Naruto ប្រហែលទេចំណែក Naruto ក៏មិនខ្វល់ដែរអ្វីដែល Naruto ចង់បានគឺចក្រារបស់ Kurama ដោយសំអាងថាហ្នឹងគឺជាថ្លៃដែល Kurama រស់នៅក្នុងខ្លួនរបស់គាត់ចំណែក Kurama វិញដោយសារតែយល់ថានៅពេលនេះបើសិនជា Naruto ស្លាប់គាត់ក៏ស្លាប់ដែរគាត់ក៏ឲ្យចក្រារបស់គាត់ទៅ Naruto ខ្ចីប្រើសិនបន្ទាប់ពីមានចក្រារបស់ Kurama ហើយនៅទីបំផុត Naruto អាចជប់កង្កែបយក្សចេញមកបានកង្កែបយក្សមួយក្បាលហ្នឹងមានឈ្មោះថា Gamma Bonta ដំបូងឡើងគាត់អត់ជឿថា Naruto ជាអ្នកជប់គាត់ចេញមកទេគាត់គិតថា Jiraiya គឺជាអ្នកជប់គាត់ចេញមកហើយគាត់ខឹង Jiraiya ណាដែលជប់គាត់មកកន្លែងអញ្ចឹងនៅពេលហ្នឹងគាត់បានលោតឡើងទៅខាងលើវិញដើម្បីស្វែងរក Jiraiya ពេលឡើងទៅដល់អត់ឃើញ Jiraiya ទេដោយសារតែ Jiraiya រត់ពួនបាត់ហើយសូម្បីតែ Jiraiya ក៏រៀងញញើតជាមួយនឹងកង្កែប Gamma Bonta នឹងដែរកន្លែងទៅមើល Naruto វិញពេលឡើងទៅដល់ខាងលើគាត់បានធ្លាក់ពីលើខ្នងរបស់កង្កែប Gamma Bonta ឃើញចឹងកង្កែប Gamma Bonta ក៏និយាយចំអកឲ្យ Naruto ថាបើទោះបីជា Naruto នឹងជាអ្នកជប់គាត់ចេញមកមែនក៏ Naruto មិនអាចធ្វើជាម្ចាស់របស់គាត់បានដែរដោយសារតែតោងខ្នងរបស់គាត់អត់ជាប់លឺអញ្ចឹង Naruto ក៏លោតឡើងទៅលើខ្នងរបស់គាត់ម្ដងទៀតហើយសច្ចាថាក្នុងមួយថ្ងៃហ្នឹងគាត់មិនចុះពីលើនឹងជាដាច់ខាតដល់ពេលអញ្ចឹងទៅកង្កែប Gamma Bonta ក៏ចាប់ផ្ដើមកឡុកកឆា Naruto ដើម្បីឲ្យ Naruto ធ្លាក់ពីលើខ្នងរបស់គាត់វិញបន្តមកសាច់រឿងបានកាត់ទៅមើលក្រុមរបស់ Gaara ដែលជានិន្ចាភូមិខ្សាច់មួយផ្លែតក្រុមនឹងអត់បានត្រៀមវឹកហាត់ដើម្បីប្រកួតប្រៃព្រាត់នោះទេដោយសារតែបេសកកម្មរបស់ពួកគេមិនមែនចង់ចោទធ្វើជានិន្ចាឈ្វេនីនឡើយមុនពេលពួកគេមកប្រឡងហ្នឹងបាគីដែលជាគ្រូរបស់ពួកគេបានប្រាប់ពួកគេថាការងារសំខាន់របស់ពួកគេគឺរួមដៃជាមួយនឹងនិន្ចាភូមិសម្លេងបង្កសង្គ្រាមជាមួយនឹងភូមិស្លឹកឈើរឿងហ្នឹងគឺខាសេខាគេដែលជាមេនិន្ចាភូមិខ្សាច់ជាអ្នកបញ្ជាមកនៅពេលហ្នឹងTurmericបានឆ្ងល់ហើយសួរថាប្រទេសខ្យល់ហើយនឹងប្រទេសភ្លើងគឺជាសម្ព័ន្ធមិត្តនឹងគ្នាហេតុអីបានជានិន្ចាភូមិខ្សាច់ក្បត់និន្ចាភូមិស្លឹកឈើទៅវិញហើយបាគីបានបញ្យល់ថាមកពីសម្ព័ន្ធមិត្តនឹងហើយទៅថ្នាក់ដឹកនាំប្រទេសរបស់ពួកគេដែលគេហៅថាប្រទេសខ្យល់បានយកការងារទៅឲ្យនិន្ចាភូមិស្លឹកឈើដែលជាកងទ័ពរបស់ប្រទេសភ្លើងធ្វើដែលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលអស់ជាច្រើនបើសិនជាពួកគេមិនបញ្ញាកំទេចភូមិស្លឹកឈើចោលទេទីទៀតថ្នាក់ដឹកនាំប្រទេសខ្យល់អាចរំសាយក្រុមនិន្ចាភូមិខ្សាច់ចោល
ត្រឡប់ទៅមើល Naruto វិញគាត់មកដល់ពេលនេះគាត់អាចតោងក្នុងរបស់កង្កែបកាម៉ាបុនតាបានដល់ល្ងាចហើយឲ្យតែថ្ងៃលិចពេលហ្នឹងគឺគាត់ជាអ្នកឈ្នះតាមពិតទៅជារាយាអាចទៅជួយ Naruto បានតែគាត់ចង់តាមដាន Naruto បន្តិចសិននៅពេលហ្នឹងគាត់មើលដឹងថា Naruto អស់កម្លាំងមែនទែនហើយតែនៅតែតស៊ូទៀតបន្តមកមុនពេលដាក់ Super កង្កែបកាម៉ាបុនតាបានសួរ Naruto ថា Naruto នឹងឈ្មោះអីហើយ Naruto ក៏ឆ្លើយតាមនឹងទៅគឺ Naruto Uzumaki My name I told you Naruto Uzumaki បន្ទាប់ពីស្គាល់ឈ្មោះរបស់ Naruto ហើយកង្កែបកាម៉ាបុនតាបានលោតឡើងទៅលើឡើងខ្ពស់គាត់ច្បាស់ក្នុងចិត្តណាស់ថាលើកនេះ Naruto តាំងអត់ជាប់ទេប៉ុន្តែ Naruto នៅតែតស៊ូប្រើសាដូខ្លួន Jutsu របស់គាត់ជាលើកចុងក្រោយជួយចាប់ដៃគ្នាការពារកុំឲ្យខ្លួន Original ធ្លាក់ដល់ដីនៅទីផុស Naruto នៅតែអាចឈរជើងលើខ្លួនរបស់កង្កែបកាម៉ាបុនតាដដែល I'm still on your back ប៉ុន្តែនៅពេលនោះដោយសារតែអស់កម្លាំងខ្លាំងពេក Naruto ក៏ស្លាប់ហើយធ្លាក់ចុះទៅខាងក្រោមក្បាលទៅមុនឃើញចឹងកង្កែបកាម៉ាបុនតាមិនដាច់ចិត្តឲ្យ Naruto ស្លាប់នោះទេក៏លៀនដាតជួយទ្រគាត់បន្តមកជារាយាបានគប់គម្ពីរកិច្ចសន្យាឲ្យកង្កែបកាម៉ាបុនតាមើលដើម្បីឲ្យកង្កែបកាម៉ាបុនតាជឿថា Naruto ពិតជាអ្នកជប់គាត់ឡើងមកមែននៅទីផុតកង្កែបកាម៉ាបុនតាយល់ព្រមទទួលយក Naruto ធ្វើជាលោកម្ចាស់ថ្មីរបស់គាត់បន្តមកកង្កែបកាម៉ាបុនតាបានជួយយក Naruto ទៅមន្ទីរពេទ្យប៉ុន្តែគាត់អត់ចាំនៅពេទ្យនឹងទេគ្រាន់តែដាក់ Naruto ចុះគាត់ក៏ត្រឡប់ទៅវិញបានក្រោយពេល Naruto ដឹងខ្លួនវិញគាត់ឃើញ Shikamaru នៅទីនោះនៅពេលហ្នឹង Naruto ឆ្លេកឆ្លាយយ៉ាងខ្លាំងក្រោយពេលឮ Shikamaru ប្រាប់គាត់ថាគាត់ស្លាប់អស់3ថ្ងៃហើយថ្ងៃស្អែកហ្នឹងគឺជាថ្ងៃប្រឡងផ្ដាច់ព្រាត់បន្តមកគាត់ក៏ស្ងប់អារម្មណ៍បន្តិចវិញដោយសារតែឃ្លានខ្លាំងពេកស្នាដែល Shikamaru មានផ្លែឈើមកអាត្រកដែលគាត់បានយកមកឲ្យ Choji តែពេទ្យមិនឲ្យញ៉ាំមូលហេតុដែល Choji សម្រាប់ពេទ្យគឺដោយសារតែគាត់ស៊ីច្រើនពេកឈឺពោះហើយនៅពេលហ្នឹង Naruto ក៏នឹកឃើញបបួល Shikamaru យកផ្លែឈើហ្នឹងទៅញ៉ាំមក Choji ដើម្បីញ៉ាំគាត់បន្តមកសាច់រឿងបានកាត់ទៅមើលក្រុមរបស់ការ៉ាមួយផ្លែតនៅពេលនេះពួកគេកំពុងតែឆ្លេកឆ្លាស្វែងរកការ៉ាមិនដឹងថាការ៉ាបាត់ទៅណានោះទេបើតាមសម្ដីហើយនឹងទៅមុខរបស់បាគីគាត់ខ្លាចថាការ៉ាចេញទៅធ្វើអីប្រទេសផ្ដាស់តាមទៅមើលការ៉ាវិញនៅពេលនេះគាត់បានទៅរករកលីនៅក្នុងមន្ទីរពេទ្យស្ថានភាពរបស់ការ៉ានៅពេលនេះមិននឹងណូទេហើយមើលទៅគាត់ប្រហែលជាចង់សម្លាប់រកលីចោលសំណាងល្អស៊ីកាម៉ារុបានទៅទាន់ហើយចាប់ស្មោគាត់ជាប់ស៊ីកាម៉ារុបានសួរការ៉ាថាហេតុអីបានជាចង់សម្លាប់រកលីតើគាត់មានគំនុំអីជាមួយរកលីមែនការ៉ាក៏ឆ្លើយថាអត់មានទេហើយហាម Naruto និង Shikamaru ក៏រំខានគាត់បើមិនចឹងទេគាត់នឹងសម្លាប់ដោយទាំង Shikamaru និង Naruto ទៀតយើមើលវិញនិយាយបែកថ្នាំមែនណាហើយកុំឡប់ពេកអាមួយនឹងមើលទៅដូចបិសាចចឹងណាយើមិនខ្លាចទេក្នុងខ្លួនយើងក៏មានបិសាចដែរនៅពេលដែលលឺ Naruto និយាយរឿងបិសាចក្នុងខ្លួនចឹងការ៉ាក៏និយាយប្រវត្តិរបស់គាត់ខ្លះចេញមកគាត់ថាប៉ារបស់គាត់ដែលជាKase Kageឬក៏ហៅថាមេនិនចាភូមិខ្សាច់បានបញ្ចូលបិសាចកន្ទុយមួយដែលមានឈ្មោះថា Sukaku ចូលក្នុងខ្លួនរបស់គាត់តាំងពីគាត់នៅក្នុងពោះម្ដាយម្លេះហើយដោយសារតែបង្កើតគាត់ម្ដាយរបស់គាត់បានស្លាប់បាត់បង់ជីវិតប៉ារបស់ការ៉ាធ្វើអញ្ចឹងគឺដោយសារតែចង់បានការ៉ាធ្វើជាអាវុធពិសេសប្រចាំនិនចាភូមិខ្សាច់ប៉ុន្តែនៅពេលដែលការ៉ាអាយុបាន6ឆ្នាំប៉ារបស់ការ៉ាដឹងថាការ៉ាសាហាវពេកមិនអាចគ្រប់គ្រងបានគាត់បានបញ្ជាឲ្យគេសម្លាប់ការ៉ាជាច្រើនលើកច្រើនសារតែមិនបានសម្រេចពេលដឹងប្រវត្តិរបស់ការ៉ាអញ្ចឹង Naruto គិតថាការ៉ាដោយគាត់ណាគ្រាន់តែគាត់សំណាងជាងការ៉ាបន្តិចដោយសារតែគាត់មាន Hokage ទី3និងលោកគ្រូអ៊ីរ៉ាកាជួយណែនាំតម្រង់ផ្លូវចំណែកការ៉ាវិញគ្មាននរណាបដៅគាត់ទេតាំងពីតូចមកមានតែគេចង់សម្លាប់គាត់និយាយដល់ចំណុចនេះការ៉ាបានរើរួយពីក្បាច់ចាប់ស្មោរបស់ Shikamaru ល្មមហើយចង់ប្រើខ្សាច់វាយប្រហារទៅលើ Naruto និង Shikamaru សំណាងល្អដែលនៅពេលនោះ Gai Sensei បានទៅតាន់រួចប្រាប់ឲ្យពួកគេជប់សិនចាំស្អែកចាំប្រកួតគ្នាចំពោះការ៉ារាល់ពេលដែលគាត់បានឃើញ Gai Sensei ហើយដឹងថា Gai Sensei ស្រឡាញ់ Rock Lee អញ្ចឹងគាត់តែងតែនឹកឃើញដល់មនុស្សដែលធ្លាប់យកចិត្តទុកដាក់ជាមួយគាត់កាលពីគាត់នៅក្មេងរឿងនឹងបានធ្វើឲ្យការ៉ារងាប់អារម្មណ៍របស់គាត់វិញហើយដើរចេញពីទីនោះនៅថ្ងៃបន្ទាប់ទីបំផុតការប្រឡងឈ្មោះនេះដំណាក់កាលផ្ដាច់ព្រាត់បានចូលមកដល់នៅថ្ងៃនោះមានទស្សនិកជនយ៉ាងច្រើនកកបានទៅចូលរួមទស្សនាហើយមានភ្ញៀវកិត្តិយសសំខាន់ម្នាក់គឺ Kase Kage ដែលជាមេនិនចាភូមិខ្សាច់ក៏បានទៅចូលរួមផងដែរគ្រាន់តែបានឃើញ Kase Kage ការ៉ាមានអារម្មណ៍ថាក្តៅចិត្តឆេវតែម្ដងបេក្ខជនដែលត្រូវចូលរួមប្រកួតទាំងអស់មាន8នាក់ប៉ុន្តែនៅពេលនេះ Sasuke អវត្តមានមិនទាន់ធ្វើដំណើរទៅដល់កន្លែងប្រកួតនៅឡើយទេគូប្រកួតមុនគេនៅពេលនោះគឺរវាង Naruto Uzumaki ហើយនិង Neji Hyuga សម្រាប់គូនេះនរណាក៏ចាក់ខាង Neji ដែរដោយសារតែពួកគេដឹងថា Neji នឹងខ្លាំងមុនពេលប្រយុទ្ធគ្នា Neji បាននិយាយមើលងាយ Naruto ថា Naruto នឹងមិនអាចឈ្នះគាត់ទេតែកាយចាញ់គឺចាញ់ហើយមិនបាច់ខំប្រឹងនោះទេ I vow to win show me what you got ការប្រកួតនៅពេលនោះ Naruto បានសម្រុកចូលទៅមុនប៉ុន្តែទោះបីជា Naruto ប្រើក្បាច់អីក៏ដោយក៏ភ្នែក Byakugan របស់ Neji មើលទាន់ហើយទប់បានទាំងអស់ថែមទាំងអាចវាយបកទៅកាន់ Naruto វិញបានថែមទៀតផងនៅពេលនោះ Neji បានប្រើម្រាមដៃចង់វាយបិទចក្រារបស់ Naruto ស្នាល្អដែល Naruto ដឹងមុនហើយអាចគេចទាន់នៅពេលនេះ Naruto ដឹងហើយថាគាត់មិនអាចវាយចិត្តជាមួយ Neji បានទេត្រូវតែរកវិធីវាយប្រហារ Neji ពីចម្ងាយបន្តមក Naruto បានងើបឈរឡើងរួចប្រើ Shadow Clone Jutsu របស់គាត់ដើម្បីត្រៀមប្រយុទ្ធជាមួយ Neji បន្តទៀតNeji មើលដឹងថា Naruto ឆ្លាតណាស់បានចែកចក្រាឲ្យខ្លួនកូពីរបស់គាត់ស្មើគ្នាមិនឲ្យ Neji មើលដឹងថាមួយណាពិតប្រាកដមួយណាខ្លាំងខ្លាយឡើយនៅពេលនោះ Naruto បានបញ្ជូនគ្នា4នាក់ចូលទៅហើយឆ្លៀតពេលដែល Neji ជាប់ដៃទប់ជាមួយនឹង4នាក់នឹងខ្លួនទី5របស់គាត់ក៏ឆ្មក់ចូលទៅសើ Neji មួយជើងឃើញអញ្ចឹងគ្នារបស់ Naruto បានជួយត្រេកអរគាត់តែតាមពិតទៅមុននឹង Naruto តត Neji អត់ត្រូវនោះទេហើយក្រោយមកត្រូវបាន Neji វាយកំទេចខ្លួនកូពីរបស់គាត់ចោលអស់អាលីង
នៅពេលនោះ Naruto យល់ថា Neji ដោយមានភ្នែកនៅខាងក្រោយក្បាលរបស់គាត់អញ្ចឹងទោះបីជា Naruto វាយប្រហារគាត់ពីក្រោយក៏គាត់នៅតែដឹងដែរមុនប្រយុទ្ធគ្នាតទៅទៀត Neji បាននិយាយឌឺ Naruto ថា Naruto នឹងគ្មានឱកាសបានធ្វើជា Hokage ទេពាក្យសម្ដីរបស់ Neji ដែលនិយាយនៅពេលហ្នឹងហាក់បីដូចជាគាត់ជឿលើជោគវាសនាគាត់ថាមនុស្សកើតមកតែមានកាយទាបគឺទាបហើយគ្មានផ្លូវអាចឡើងទៅខ្ពស់បានឡើយទោះបីជាខ្លាំងយ៉ាងណាក៏ដោយនៅពេលហ្នឹងប៉ារបស់ Hinata ដែលត្រូវជាអមការរបស់ Neji ស្ដាប់ដឹងថា Neji និយាយឲ្យខ្លួនឯងតែប៉ុណ្ណោះចំពោះ Naruto វិញសម្ដីរបស់ Neji នៅពេលហ្នឹងគឺផ្ទុយពីការគិតរបស់គាត់ទាំងស្រុងការគិតរបស់ Naruto គឺមនុស្សមិនអាចរើសកន្លែងកើតបានទេតែអាចរើសកន្លែងដែលខ្លួនចង់ទៅបានថាហើយ Naruto ក៏កូពីខ្លួនឯងជាច្រើនអ្នកសម្រុកចូលទៅវាយប្រហារ Nejiគួយហួចចិត្តណាស់នៅពេលនោះគ្មានអ្នកណាគេអាចប៉ះ Neji បាននោះទេហើយនៅពេលនោះ Neji បានសម្រុកទៅវាយប្រហារ Naruto ម្នាក់ដែលគាត់គិតថាជាខ្លួនពិតប្រាកដរបស់ Naruto ដោយសារតែម្នាក់នឹងអត់វាយប្រហារគាត់ទេសូមចិត្តឈរមើលពីចម្ងាយបន្ទាប់ពីវាយប្រហារ Naruto ម្នាក់នឹងហើយ Naruto ផ្សេងទៀតបានរលាបាត់ទៅវិញអស់ Naruto. The match is over. ឃើញចឹងម្នាក់គិតថា Naruto ចាញ់ហើយតែមិនមែនទេម្នាក់ដែល Neji បានវាយប្រហារហ្នឹងក៏ជាខ្លួនកូពីដែរនៅពេលនោះមាន Naruto ពីរនាក់ទៀតបានលោតទៅវាយប្រហារ Neji ពីក្រោយប៉ុន្តែបែរជាត្រូវបាន Neji វាយបកវិញឡើងខ្ទៀតក្បាច់ដែល Neji ប្រើដើម្បីការពារខ្លួននៅពេលហ្នឹងគេហៅថា 8 trigram palm rotation ក្បាច់ហ្នឹងអាចការពារ Neji បានស្ទើរតែ360ដឺក្រេហើយក្នុងពេលតែមួយអាចវាយបកទៅកាន់ស្ត្រូវវិញបានថែមទៀតគិតទៅលើជាងខ្សាច់ដែលការពារខ្លួនរបស់ការ៉ាពេលឃើញ Neji ជាប្រើក្បាច់ហ្នឹងអញ្ចឹងប៉ារបស់ Hinata មានការភ្ញាក់ផ្អើលណាស់ដោយសារតែក្បាច់ហ្នឹងគឺជាក្បាច់សម្ងាត់ដែលគេទុកបង្រៀនតែកូនចៅរបស់ប្រធាន clan តែប៉ុណ្ណោះមិននឹកស្មានថា Neji ដែលជាកូនរបស់ clan Reirong ចេះប្រើក្បាច់ហ្នឹងសោះបន្តមកទៀត Neji ថែមនឹងចេះប្រើក្បាច់សម្ងាត់មួយទៀតដែលគេហៅថា 8 trigram 64 palm វាយប្រហារទៅលើ Naruto យ៉ាងសាហាវNeji និយាយថាពេលនេះគាត់បានបិទផ្លូវចក្រារបស់ Naruto អស់ទាំង64ហើយការដែល Naruto នៅអាចដកដង្ហើមបានចាត់ទុកថាសំណាងហើយឃើញចឹងទាំងអាញាកដាលទាំងអ្នកមើលសុទ្ធតែគិតថា Naruto មិនអាចងើបឡើងប្រកួតបានតទៅទៀតទេប៉ុន្តែគិតខុសហើយសម្រាប់ Naruto ពាក្យថាចោះចាញ់អត់មាននៅក្នុងវចនានុក្រមរបស់គាត់ឡើយឃើញចឹង Neji បានសួរ Naruto ថាងើបមកធ្វើអីបើប្រើចក្រាអត់បានផងនឹងប៉ុន្តែ Neji អត់ដឹងទេថា Naruto មានចក្រាពីរប្រភេទបន្តមក Naruto ចាប់ផ្ដើមប្រើចក្រារបស់កតុយ9ហើយប្រយុទ្ធជាមួយ Neji យ៉ាងសាហាវបន្ទាប់ពីការប៉ះគ្នានៅពេលហ្នឹងឃើញថា Neji អាចងើបឈរមកវិញបានចំណែក Naruto បានដេកស្លាប់ស្ដោស្ដឹងអត់ដឹងខ្លួនទេប៉ុន្តែនៅពេលដែល Neji គិតថាគាត់ឈ្នះហើយស្រាប់តែ Naruto ផុសចេញពីដីដកស្ទូងគាត់ម្ដាយចំយ៉ាការផ្ងាបរេតាមពិតម្នាក់ដែល Neji ឃើញដេកស្លាប់ហ្នឹងគឺជាខ្លួនបិឆោតសោះម្ដាយរបស់ Naruto នៅពេលហ្នឹងបានធ្វើឲ្យ Neji ងើបលែងរួចតែម្ដងនៅពេលនេះសូមនិយាយពីប្រវត្តិរបស់ Neji ខ្លះៗចង់ដឹងថាហេតុអីបានជាគាត់អន់ចិត្តជាមួយខ្លួនឯងហើយនៅ Hinata ម៉េះ Neji កើតនៅក្នុង clan តកូ Hyuga ដោយ Hinata ដែរគ្រាន់តែប៉ារបស់គាត់គឺជាកូនប្អូនអញ្ចឹងហើយទើបគេចាត់ទុកគ្រួសាររបស់ Neji គឺជាគ្រួសារ Sakha ចំណែកគ្រួសាររបស់ Hinata គឺជាគ្រួសារមេតាមច្បាប់របស់ clan Hyuga សមាជិកគ្រួសារ Sakha ទាំងអស់ត្រូវតែមានតួនាទីការពារសមាជិកគ្រួសារមេកាលពី Hinata អាយុ3ឆ្នាំមានហេតុការណ៍មួយបានកើតឡើងគឺមានមេនិន្ចាម្នាក់មកពីភូមិរន្ទះបានឆ្មក់ចូលផ្ទះរបស់ Hinata ហើយចាប់ Hinata យកទៅនៅពេលនោះប៉ារបស់ Hinata បានតាមទាន់ហើយក៏សម្លាប់ចោលនោះចោលដោយសារតែគ្មានភស្តុតាងក្រុមនិន្ចាភូមិរន្ទះបានចោទភូមិស្លឹកឈើថាធ្វើឃាតមេរបស់ពួកគេហើយគំរាមធ្វើសង្គ្រាមនៅពេលនោះដើម្បីបញ្ជាសង្គ្រាមភូមិស្លឹកឈើបានសម្រេចចិត្តបកគលប៉ារបស់ Hinata ទៅឲ្យនិន្ចាភូមិរន្ទះសម្លាប់វិញប៉ុន្តែរឿងរ៉ាវទៅជាយ៉ាងណាមិនដឹងទេស្រាប់តែប៉ារបស់ Neji ជាអ្នកស្លាប់ទៅវិញបើតាម Neji ស្មានគឺប៉ារបស់ Hinata ជាអ្នកបញ្ជូនប៉ារបស់គាត់ទៅស្លាប់ជំនួសដោយសារតែប៉ារបស់គាត់គឺជាគ្រួសារ Sakha មូលហេតុនឹងហើយទើប Neji អន់ចិត្តជាមួយនឹងជោគវាសនារបស់ខ្លួនឯងហើយក៏មានអារម្មណ៍ថាស្អប់សមាជិកគ្រួសារមេផងដែរបន្ទាប់ពីដឹងរឿងហ្នឹង Naruto បានបដៅ Neji ថាកុំឲ្យកន្លែងដែលគាត់កើតកំណត់ជោគវាសនារបស់គាត់អីសោះនៅពេលហ្នឹង Naruto បានយករឿងកំសត់របស់គាត់ទៅប្រាប់ Neji ថាពីមុនគាត់អន់មិនខ្លះប៉ុន្តែគាត់មិនបណ្ដោយឲ្យភាពអន់ថយអត់ទៅនឹងមកកំណត់ជោគវាសនារបស់គាត់បានជាដាច់ខាតជ័យជំនះរបស់ Naruto ទៅលើ Neji នៅពេលហ្នឹងបានធ្វើឲ្យទស្សនិកជនមានការអបអរសាទរជាមួយនឹង Naruto យ៉ាងខ្លាំងអ្នកដែលធ្លាប់មើលស្រាល Naruto កាលពីមុនពេលនេះចាប់ផ្ដើមភ្លឺភ្នែកបដាហើយនិយាយពី Naruto យើងវិញនៅពេលដែលគេទះដៃហូរកញ្ជ្រៀវទៅសារគាត់អញ្ចឹងគាត់ពិតជាសប្បាយចិត្តរីកថ្លើមខ្លាំងណាស់ព្រោះវាគឺជាក្តីសម័យរបស់គាត់ដែលចង់បានការទទួលស្គាល់ពីមនុស្សទូទៅបន្តមកនៅពេលដែល Neji ត្រូវបានគេបញ្ជូនទៅដល់បន្ទប់សម្រាប់ព្យាបាលប៉ារបស់ Hinata បានចូលទៅជួបគាត់
ប៉ារបស់ហ៊ីណាតាទៅកាន់ទីនោះគឺដើម្បីបកគលលិខិតបណ្ណាំចុងក្រោយដែលប៉ារបស់ Netji ផ្ញើទុកឲ្យ Netji មុនពេលគាត់ស្លាប់នៅក្នុងលិខិតនោះប៉ារបស់ Netji បាននិយាយថាការដែលគាត់សុកចិត្តទៅស្លាប់ជំនួសប៉ារបស់ហ៊ីណាតាមិនមែនប៉ារបស់ហ៊ីណាតាជាអ្នកបង្ខំឲ្យគាត់ទៅនោះទេវាគឺជាឆន្ទៈរបស់គាត់ក្នុងការការពារបងប្រុសហើយនឹង Clan តកូ Yuga នៅពេលនោះផងដែរប៉ារបស់ហ៊ីណាតាដែលជាមេ Clan Yuga សុកចិត្តអោនក្បាលគ្រប់ Netji ដើម្បីសម្ដែងការអរគុណដល់ប្លឹងប្អូនប្រុសរបស់គាត់ចាប់តាំងពីពេលហ្នឹងមក Netji បានធូរស្បើយនៅក្នុងចិត្តឈប់អន់ចិត្តជាមួយនឹងជោគវាសនាហើយសន្យាជាមួយប្លឹងប៉ារបស់គាត់ថាគាត់នឹងការពារ Clan Yuga ឲ្យបានសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយចុច like និង comment ពាក្យថាល្អមើលបានច្រើនហើយបើមិនទាន់បាន subscribe channel នៅចរណៃទេសូមជួយចុច subscribe មួយសូមអរគុណម្ដងទៀតនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អនិងអនាគតបវររុងរឿង